បន្ទាប់ពី One Piece Manga Chapter ទី1093បានបង្ហាញមកធ្វើឲ្យយើងបានឃើញពី skill ថ្មីរបស់ Admiral Kizaru ក៏ដូចជាឈុតឆាកប្រយុទ្ធគ្នារវាង Zoro ជាមួយនឹង Luffy ហ្នឹងបានលាយឡំជាមួយនឹងពាក្យសម្ដីឌឺដងគ្នាយ៉ាងខ្លាំងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងឲ្យកាន់តែច្បាស់ថានៅក្នុង Manga Chapter ទី1093ហ្នឹងមានរឿងអីខ្លះកើតឡើងតោះទៅជាមួយខ្ញុំទាំងអស់គ្នាស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូថ្មីម្ដងទៀតហើយវីដេអូថ្ងៃនេះគឺយើងនឹងបកស្រាយបន្ថែមទៀតអំពីហេតុការណ៍ដែលកើតឡើងនៅក្នុង Manga Chapter ទី1093ហើយជាដំបូងមុននឹងឈានដល់វីដេអូរបស់យើងខ្ញុំសូមធ្វើការអរគុណអ្នកទាំងអស់គ្នាមែនទែនសម្រាប់ 6k Subscriber នៅក្នុង Channel របស់ខ្ញុំអញ្ចឹងឥឡូវសម្រាប់ bounty របស់ខ្ញុំគឺឡើងរហូតដល់6លាន berry ហើយអញ្ចឹងបានន័យថាពួក Marine ក៏ដូចជា Pirate ផ្សេងៗហ្នឹងកំពុងតែធ្វើការចាប់ខ្លួនខ្ញុំទៅក៏ប៉ុន្តែ6លាន berry ក៏ខ្ញុំអត់ទាន់សប្បាយចិត្តដែរខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជួយខ្ញុំឲ្យបានចំនួន bounty ហ្នឹងកាន់តែច្រើនជាងហ្នឹងគឺកាន់តែល្អអញ្ចឹងយើងបើសិនជាអ្នកទាំងអស់គ្នាដែលអត់ទាន់ជួយ subscribe channel របស់ខ្ញុំទេកុំភ្លេចជួយ subscribe ឲ្យផងហើយបើសិនជាអ្នកទាំងអស់គ្នាដែលមើលពីក្នុង YouTube ទៅគឺអាចចូលទៅចុច like page ខ្ញុំម្នាក់មួយទៅដើម្បីយើងទទួលបានវីដេអូថ្មីៗឬក៏ content ផ្សេងៗខ្ញុំធ្វើការផុសអំពី anime អញ្ចឹងព្រោះដោយសារតែនៅក្នុង page របស់ខ្ញុំគឺខ្ញុំនឹងរៀង active ជាងនៅក្នុង YouTubeដោយសារតែក្នុង YouTube គឺខ្ញុំធ្វើការ post តែជាមួយនឹងវីដេអូថ្មីៗទេក៏ប៉ុន្តែបើសិនជានៅក្នុង Facebook page គឺខ្ញុំនឹងធ្វើការ post ជាមួយនឹង content ផ្សេងៗដែលយើងនិយាយអំពី anime ហើយបើសិនជាអ្នកដែលគាត់មើលពីក្នុង Facebook ទៅវិញបើសិនជាអត់ទាន់ subscribe ជាមួយ channel របស់ខ្ញុំទេកុំភ្លេចចុចជាមួយនឹង link នៅក្នុង caption ខាងលើទៅហើយលើវិញទៅទៀតក៏សូមអរគុណអ្នកទាំងអស់គ្នាមែនតើដែលបានជួយ comment នៅការឲ្យជាមួយនឹង direction ឬក៏ correction ជាមួយនឹងកំហុសខ្ញុំផ្សេងៗខ្ញុំបានធ្វើការ post ជាមួយវីដេអូចាស់ៗទៅអញ្ចឹងបើសិនជាមានកន្លែងណាដែលថាខ្ញុំនិយាយទៅអត់ត្រូវឬក៏ខ្វះឬក៏ missing ជាមួយនឹង information ណាមួយគឺអ្នកទាំងអស់គ្នាអាច comment នៅក្នុងវីដេអូខាងក្រោមបានដើម្បីខ្ញុំធ្វើការកែសម្រួលវាជាមួយនឹងវីដេអូថ្មីៗបន្តទៀតអញ្ចឹងណាព្រោះដោយដែលអ្នកទាំងគ្នាបានដឹងចឹងថានៅក្នុងពិភព One Piece គឺវាធំមែនតើហើយតាក់ទងជាមួយនឹងសាច់រឿងក៏វាវែងដែរអញ្ចឹងតាក់ទងជាមួយចំណុចខ្លះខ្លះក៏ខ្ញុំនិយាយទៅរឿងលក្ខណៈថា missing ឬក៏រឿងខុសព្រោះដោយសារតែសាច់រឿងទាំងអស់ហ្នឹងគឺខ្ញុំអត់អាចចាំបានទាំងអស់ទេអ្វីត្បិតថាខ្ញុំជាអ្នកមើលជាមួយនឹង anime មែនហើយតាក់ទងជាមួយនឹង anime One Piece ហ្នឹងគឺខ្ញុំមើលអត់ដែរម្ដងមួយភាគទេក៏ប៉ុន្តែវានៅតែមានចំណុចខ្វះខាតកន្លែងខ្លះដែលខ្ញុំអត់ចាំអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញជាមួយចំណុចខ្វះខាតឬក៏មានកន្លែងណាខ្ញុំត្រូវ improve អញ្ចឹងគឺអ្នកទាំងអស់គ្នាអាចធ្វើការ comment នៅក្នុងវីដេអូខាងក្រោមបានអូខេឥឡូវយើងត្រឡប់មកជាមួយនឹង topic របស់យើងវិញសម្រាប់ One Piece Manga Chapter ទី1093នេះគឺចាប់ផ្ដើមជាមួយនឹង cover ដែលមានចំណងជើងថា Luffy vs Kizaru បានថា Luffy ប្រយុទ្ធជាមួយនឹង Kizaru ហើយសាច់រឿងរបស់យើងគឺតពី Manga Chapter ទី1092គឺ Luffy នឹងបានចាប់ជាមួយនឹង Kizaru ហើយក៏វីកវត្តដើម្បីធៀមគប់ Kizaru នឹងឲ្យទៅឆ្ងាយពី Island ហើយបើយើងនិយាយពី Kizaru នៅក្នុង chapter ហ្នឹងតិចអ្វីត្បិតថា Luffy គាត់ turn ទៅជា Gear 5ហើយចាប់ជាមួយនឹង Kizaru ក៏វីកវត្តយ៉ាងខ្លាំងក៏ប៉ុន្តែ Kizaru មើលទៅដូចគ្មានអារម្មណ៍ថាគួរឲ្យខ្លាចហើយមានអារម្មណ៍ថាឈៀលទៀតនិយាយទៅមិនដឹងថាគាត់ certify គាត់ហ្នឹងនៅពេលណាទេព្រោះដូចតាមតែយើងឃើញអញ្ចឹងតាំងពីវាយគ្នាមកគាត់អត់មានអារម្មណ៍ថាដូចភ័យខ្លាចជាមួយនឹង Gear 5របស់ Luffy ឯងតិចទេហើយមុនពេលដែល Luffy ក៏វែងគាត់ទៅឆ្ងាយគាត់បាននិយាយឌឺដងទៅ Luffy ទៀតគាត់បាននិយាយថាហេអាកូនអើយបធូរដៃបន្តិចទៅកុំលេងឈឺពេកម៉ែថ្លែងអីសូម្បីតែ Luffy Gear 5ហ្នឹងក៏គាត់អត់មានអារម្មណ៍ថាខ្លាចអីបន្តិចសោះហ្មងហើយនៅពេលដែល Luffy ក៏វែងគាត់ទៅឆ្ងាយហ្នឹងក៏យើងបានឃើញជាមួយនឹងវត្តមាន crewmate របស់គាត់ផ្សេងទៀតហ្នឹងគឺនៅខាងក្រោមហើយគាត់បាននិយាយថានេះគឺជាឱកាសដ៏ល្អដែលយើងអាចរត់គេចពី Kizaru បានហើយដោយសារតែលើ Luffy កំពុងតែកវែង Kizaru ទៅឆ្ងាយហើយពេលហ្នឹងយើងបានឃើញជាមួយនឹង Atlas គាត់មានគម្រោងឬក៏ plan គាត់ហ្នឹងដើម្បីរត់ទៅលួចយកឧបករណ៍ដែលបញ្ជាទៅលើពពួក Pacifista ហើយបើយើងសួរថាតើ Atlas គឺជាណាគេសម្រាប់ Atlas ហ្នឹងគឺជាខ្លួនមួយក្នុងចំណោមខ្លួនទាំង6ទៀតដែល Dr. Vegapunk បាន clone ហើយបើសិនជាយើងសួរទៅដល់មកសំណួរទៀតថាតើ Dr. Vegapunk គាត់ clone ជាមួយខ្លួនគាត់ទាំង6ហ្នឹងមកធ្វើអីគេសម្រាប់ខ្លួនគាត់ទាំង6ហ្នឹងគឺគាត់ clone ដើម្បីជាដៃជើងធ្វើការឲ្យគាត់ព្រោះដោយសារតែគាត់ម្នាក់ឯងគឺគាត់ធ្វើការអស់ទេព្រោះដោយសារតែការងារគាត់ច្រើនអញ្ចឹងគាត់ clone ជាមួយនឹងរូបរាងរបស់គាត់ទាំង6ផ្សេងទៀតដែលគាត់ដាក់ឈ្មោះពី01រហូតដល់06ហើយសម្រាប់ខ្លួនដែលគាត់ clone ឲ្យដាក់លេខរៀងទី1ហ្នឹងគឺមានឈ្មោះថា Shaka ហើយលេខ2គឺ Lilith លេខ3គឺមានឈ្មោះថា Edison ហើយលេខ4ហ្នឹងគឺ Pythagoras ហើយលេខ5 Atlas ហើយនឹងលេខ6ដែលលេខចុងក្រោយហ្នឹងគឺឈ្មោះ York ហើយដូចខ្ញុំបានចាំថា Atlas គាត់មានគម្រោងចង់ទៅលួចជាមួយនឹងឧបករណ៍ដែលបញ្ជាទៅលើពពួក Pacifista ហើយបើសិនជាយើងនិយាយមកដល់ចំណុច Pacifista តើ Pacifista គឺជាគេ
សម្រាប់ Pacifista ត្រូវបានយើងស្គាល់ថាគឺជាមនុស្សដែលបង្កើតឡើងដោយ Dr. Vegapunk ឬក៏ជាអាវុធដែលបានបង្កើតឡើងដោយ Dr. Vegapunk អញ្ចឹងទៅហើយសម្រាប់មនុស្សក៏ដូចជាអាវុធទាំងអស់ហ្នឹងគឺប្រើដើម្បីជាអាវុធជំនួយទៅដល់ពពួក Marine ឬក៏ពពួក World Government ដើម្បីប្រយុទ្ធប្រឆាំងទៅជាមួយពពួក Pirate អីចឹងទៅហើយសម្រាប់ Pacifista ដូចជាយើងបានស្គាល់ធួៗដែលមានដូចជា Kuma កាយនៅ Marineford គឺយើងបានឃើញជាមួយនឹង Pacifista ដំបូងដែលជារបស់ដែល Dr. Vegapunk ក្លូនមកជាច្រើនគឺយើងបានឃើញ Kuma ជាច្រើនដែលរៀបតម្រៀបឈួរដូចជាកងទ័ពមួយចឹងហើយសម្រាប់ Pacifista ផ្សេងទៀតដែលមានដូចជា Supreme ដែល Supreme ធ្វើការក្លូនពីពពួក Warlord ដូចជា Mihawk ដូចជា Hancock ក៏ដូចជា Chimbe អញ្ចឹងទៅហើយសម្រាប់ Supreme ហ្នឹងគឺថាអំពើរបស់វាខ្លាំងមែនទែនហើយសម្រាប់ការចំណាយទៅលើធ្វើ Supreme មួយហ្នឹងគឺមានតម្លៃស្មើនឹង Warship មួយហើយបើសិនជាយើងលើកឧទាហរណ៍មួយងាយយល់តួអង្គ King ដែលជា First Commander របស់ Kaido ហ្នឹងក៏ជាមនុស្សម្នាក់ដែលស្ថិតក្នុងចំណោមពពួក Supreme ហ្នឹងដែរអញ្ចឹងបើសិនជាយើងមើលទៅលើថាអំពើរបស់ King យើងអាចដឹងថាពពួក Supreme ហ្នឹងគឺខ្លាំងដល់កម្រិតណាគ្រាន់តែយើងអាចនិយាយបានថាពពួក Supreme ហ្នឹងលក្ខណៈថារៀងមានវិញ្ញាណជាងពពួកមនុស្សយន្តផ្សេងហើយ Dr. Vegapunk គាត់ក៏បានធ្វើដំណើរទៅជាមួយនឹង Atlas ហ្នឹងហើយពេលហ្នឹងដែរ Frankie គាត់ក៏បានសុំធ្វើដំណើរទៅជាមួយគាត់ដែរដើម្បីទៅលួចជាមួយនឹងអបិធបជាជាមួយពួក Pacifista ហ្នឹងព្រោះបើសិនជាអត់ទៅលួចជាមួយនឹងអបិធបជារបស់ Pacifista ទេគឺឧបករណ៍ទាំងអស់ហ្នឹងនឹងធ្វើការប្រយុទ្ធឬក៏បាញ់ទម្លាក់ទៅជាមួយនឹងទូករបស់ Straw Hat Pirate នៅពេលដែលពួកគេព្យាយាមហួចកិច្ចពីកោះហ្នឹងអញ្ចឹងហើយបាន Atlas គាត់ធ្វើការព្យាយាមទៅលួចឧបករណ៍ហ្នឹងដើម្បីដូរជាមួយនឹងបញ្ជាដោយសារតែពីដំបូងហ្នឹងគឺ Pacifista ត្រូវបានបញ្ជាដោយពួក Marine ឬក៏ពួក World Government ដែលធ្វើការការពារទៅលើកោះ Egghead Island ហ្នឹងពីពួក Pirate ផ្សេងចឹងទៅហើយបន្ទាប់មកទៀតឈុតឆាកក៏បានកាត់ទៅដល់កន្លែង Zoro ប្រយុទ្ធជាមួយនឹង Luffy ហើយពេលហ្នឹងឯងពីរនាក់ហ្នឹងគឺនិយាយឌឺដងគ្នាមែនតើនៅពេលដែលកំពុងបាយគ្នា Zoro បាននិយាយថាកម្រិតត្រមុនឯងហ្នឹងគ្មានសមត្ថភាពទៅវាយដល់ Captain បងទេអញ្ចឹងបានថា Zoro គាត់និយាយថាសមត្ថភាពប៉ិន Luffy ហ្នឹងគ្មានសមត្ថភាពឯណាទៅប្រយុទ្ធជាមួយ Luffy បានទៀតទេហើយពេលហ្នឹង Luffy គាត់ក៏បានតបទៅវិញហើយគាត់បាននិយាយថាមែនតាស្ដាប់ទៅក៏វាត្រូវមួយយ៉ាងដែរក៏ប៉ុន្តែយ៉ាងណាក៏ល្អដែរតែបានសម្លាប់ជាមួយនឹង crewmate ដែលមាន ranking ទី2នៅក្នុង Straw Hat Pirate និយាយទៅពីរនាក់ហ្នឹងគឺឌឺគ្នាសាហាវម្យ៉ាងនៅក្នុងឈុតវាយមួយហ្នឹងហើយរឿងហ្នឹងក៏វាមិនទាន់ចប់ត្រឹមហ្នឹងដែរនៅពេលដែល Luffy ក៏វត្ត Kizaru ចេញឲ្យឆ្ងាយហ្នឹងគឺ Kizaru បាននិយាយថាចុំតិចធ្លាក់ចូលទឹកវើយក៏ប៉ុន្តែនេះគ្រាន់តែជាពាក្យឌឺដងពាក្យលេងសើចរបស់ Kizaru ឯង Kizaru គាត់មិនមែនធ្លាក់ចូលទឹកងាយៗកន្លែងហ្នឹងហើយពេលហ្នឹងហើយដែលគាត់ប្រើប្រាស់ជាមួយនឹងថាអំពើថ្មីរបស់គាត់ដែលមានឈ្មោះថា Yazakani no Magatama ហើយ skill ហ្នឹងឯងដែលយើងមើលមកហ្នឹងគឺដូចជាមួយនឹង Shadow Clone Jutsu នៅក្នុង Naruto មែនតើគឺគាត់បានធ្វើការបែកខ្លួនឲ្យបាញ់ទៅជាមួយនឹងថាអំពើ Laser របស់គាត់ហ្នឹងតម្រង់ទៅរក Luffy ហើយនៅពេលដែល Laser គាត់ហោះទៅដល់ Luffy ហ្នឹងគឺអា Laser ទាំងអស់ហ្នឹងបានប្រែคล้ายទៅជា Kizaru យ៉ាងច្រើននិយាយទៅគឺដូចទៅជាមួយនឹង Shadow Clone Jutsu មែនតើហើយគ្រាន់តែ Luffy បានឃើញអញ្ចឹងគឺគាត់បើកភ្នែកលៀនធំមែនតើហើយបន្ទាប់មកទៀតហ្នឹងអា Shadow Clone ទាំងអស់ហ្នឹងបានធ្វើការប្រើជាមួយនឹងក្បាច់មួយប្រចាំតកូលរបស់គាត់គឺ Amano Murakumo គឺគាត់បានធ្វើការដកជាមួយនឹងដាវពន្លឺគាត់ចេញមកដើម្បីប្រយុទ្ធទៅជាមួយនឹង Luffy ហើយបន្ទាប់ពីវាយគ្នាមកសន្ទុះទៅ Luffy មានអារម្មណ៍ថាឈឺក្បាលពេកគាត់ក៏បានប្រើជាមួយក្បាច់ប្រចាំតកូលគាត់ដូចគ្នាគឺ Luffy បានប្រើជាមួយនឹងក្បាច់ Gamono Down Stem គឺគាត់យាយជើងគាត់យ៉ាងវែងហើយវាយទៅលើ Shadow Clone របស់ Kizaru ទាំងអស់ធ្វើឲ្យ Shadow Clone ហ្នឹង wipe out តែម្ដងក៏ប៉ុន្តែ Luffy បាននិយាយថាចំវាយងាប់អស់ហើយ Kizaru មែនតើនៅណាកំពិតកន្លែងហ្នឹងគឺ Luffy បានធ្លាក់ចូលទៅក្នុងល្បិចកលរបស់ Kizaru កំពិត Kizaru មិនមែននៅហ្នឹងឯង Kizaru បានបំលែងខ្លួនគាត់អារាងកាយគាត់ពិតហ្នឹងណោះទៅរក Dr. Vegapunk ហើយល្មងទៅ Luffy ដឹងហ្នឹងម៉ែ Kizaru ណោះធ្វើបាច់កោឧស្សាហ៍បាត់ឯហ្នឹងអញ្ចឹងសម្រាប់កន្លែងហ្នឹងក៏ធ្វើឲ្យយើងបានដឹងទៀតថាគោលបំណងរបស់ Kizaru ដែលគោលបំណងធំហ្នឹងគឺមិនមែនមកចង់វាយជាមួយនឹង Luffy ទេគឺគាត់ចង់មកសម្លាប់ជាមួយនឹង Dr. Vegapunk ហើយបើសិនជាយើងសួរដល់ចំណុចហ្នឹងទៀតថាហេតុអីបានជា Kizaru សម្លាប់ Dr. Vegapunk ព្រោះដូចយើងបានដឹងថា Dr. Vegapunk គាត់គឺជាមិត្តភក្តិរបស់ Kizaru គឺជាពុកម៉ាក់ចិត្តដិតក៏ប៉ុន្តែដោយសារតែមានបញ្ជាពី World Government ឲ្យធ្វើការសម្លាប់ Dr. Vegapunk ចោលទៅព្រោះដោយសារតែ Dr. Vegapunk បានលាក់បាំងជាមួយនឹងរឿងមួយចំនួនពី World Government ដូចជារឿង Iron Giant ដែលជាយក្សដ៏ធំមួយដែលខ្ញុំបានធ្វើការបកស្រាយការពីវីដេអូមុនដែលថា Iron Giant ហ្នឹងបានធ្វើការ activate ឡើងនៅពេលដែលឮជាមួយនឹងចង្វាក់បេះដូង Gear 5 របស់ Luffy ហ្នឹងហើយក៏ដូចជា World Government បានគិតថា Dr. Vegapunk ហ្នឹងព្យាយាមចង់ដឹងពីអារឿងដែលកើតឡើងនៅ Ivory Century ឬក៏ Vegapunk មានជាមួយទិន្នន័យផ្សេងដែលតាក់ទងទៅជាមួយនឹង Ohara អញ្ចឹងបានជា World Government បញ្ជាឲ្យ Kizaru មកសម្លាប់ជាមួយនឹង Vegapunk ចោលហើយធ្វើទៅថា Vegapunk ជាមួយ Kizaru គឺជាមិត្តភក្តិគ្នាមែនក៏ប៉ុន្តែ Kizaru គឺជាមនុស្សម្នាក់ដែលគាត់ធ្វើការឲ្យពួក Marine ហើយគាត់មានគំនិតថាគាត់ជឿជាក់ទៅលើ Marine មែនទែនហើយគិតថា Marine ហ្នឹង
នឹងអាចហៅភាពយុត្តិធម៌ក៏ដូចជា justice ទៅឲ្យពិភពទាំងមូលអញ្ចឹងគឺគាត់អត់ខ្វល់ទេមិនដឹងថាអ្នកហ្នឹងគឺជាពូម៉ាក់គាត់ឬក៏ជាកូនសិស្សគាត់ទេគឺគាត់សម្លាប់ចោលទាំងអស់ឲ្យតែមានវិជាពី World Government ហើយមកដល់ជាមួយនឹងចុង chapter ទី1093យើងក៏បានឃើញជាមួយនឹងវត្តមានរបស់ Saint Saturn លេចមកឡើងអញ្ចឹងសម្រាប់ចំណុចកន្លែងខ្ញុំគិតថានៅ chapter ក្រោយ Saturn គាត់នឹងលូកដៃចូលទៅក្នុងរឿងហ្នឹងឬក៏យ៉ាងម៉េចហើយយើងក៏បានឃើញជាមួយនឹងអធិពលរបស់ Saint Saturn ហ្នឹងឬក៏យ៉ាងណាព្រោះដោយសារតែចុង chapter ហ្នឹងគឺយើងបានឃើញវត្តមានគាត់លេចឡើងនៅក្នុង manga ហ្នឹងអញ្ចឹងយេអ្នកទាំងអស់គ្នាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំក៏ដូចជាអត់បានបកស្រាយក្បោះក្បាយអំពី manga ទី1093ហ្នឹងដែរដោយសារតែខ្ញុំចង់និយាយអំពីព្រឹត្តិការណ៍ឬក៏ហេតុការណ៍ណាដែលសំខាន់ព្រោះខ្ញុំអត់ចង់ read ជាមួយនឹង whole manga ទាំងមូលទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់អានជាមួយនឹង manga ហ្នឹងគឺអាច search ជាមួយនឹង website បានទៅគាត់ថាវាយថា One Piece manga chapter 1093គឺមាន website ច្រើនដែរធ្វើការផុសតាក់ទងជាមួយនឹង manga ហ្នឹងអញ្ចឹងសម្រាប់គំនិតយោបល់របស់ខ្ញុំនៅក្នុងវីដេអូហ្នឹងហ្មងខ្ញុំគិតថា Luffy ក៏គាត់មិន serious fight ជាមួយនឹង Kizaru បានដែរហើយ Kizaru ក៏មានបំណងថាចង់ take down ទៅជាមួយនឹង Luffy ដែរគាត់ថាគោលបំណងរបស់ Kizaru គាត់ចង់សម្លាប់ចោលជាមួយនឹង Dr. Vegapunk តែប៉ុណ្្នឹងហើយគោលបំណងរបស់ Luffy ដូចគ្នាគាត់ក៏មិនចង់ defeat ទៅជាមួយនឹង Kizaru ដែរគឺ Luffy ចង់ធ្វើម៉េច distract Kizaru ឲ្យ crewmate គាត់ជាមួយនឹងគាត់ហ្នឹងគេចចេញពី island ហ្នឹងទៅជាមួយនឹង Dr. Vegapunk ក៏ប៉ុន្តែការគេចខ្លួនគឺវាមិនងាយស្រួលទេគឺ Kizaru តាមស្អិតមែនទែនហើយក៏ដូចជាមានវត្តមានរបស់ Saint Saturn នៅក្នុងហ្នឹងដែរអញ្ចឹងវាយ៉ាប់តិចហើយរឿងមួយទៀតដែលយើងមិនអាចបំភ្លេចបានហ្នឹងគឺ Blackbeard Pirate ក៏កំពុងតែមកគៀកជាមួយនឹង Egghead Island ដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចរឿងនេះក៏អាចកាត់ឡើងបានដែរនៅក្នុង Egghead Island ហ្នឹងយំហ្នឹង Blackbeard ចូលមកទៀតហ្នឹងគឺធ្វើឲ្យរឿងហ្នឹងកាន់តែផ្ទុះឡើងទៀតហើយវាអាចនឹង Saint Saturn ហ្នឹងវាយជាមួយ Blackbeard ក៏ថាបានដែរដោយសារតែ Blackbeard គឺកំពុងតែនៅក្បែរហ្នឹងដែរហើយសម្រាប់សាច់រឿងបន្តទៀតទៅជាយ៉ាងណាក៏យើងអត់ទាន់ដឹងដែរអញ្ចឹងយើងមានចាំតែអត់មើលជាមួយនឹង chapter ទី1094ទាំងអស់គ្នាអញ្ចឹងយេបាយបាយជួបគ្នាវីដេអូក្រោយ